ជំរាបសួរពុកម៉ែបងប្អូនមូក្រាស់ថ្ងៃនេះមានម៉ូតខ្សែដៃថ្មីមួយម៉ូតទៀតមកបង្ហាញបងប្អូនមើលណែបងប្អូនម៉ូតរបស់វាគឺស្រស់ស្អាតមែនតែនមានកាំនៅកណ្ដាលចំណែកឯខាងយើងក្រងពីអំបោះចេញជារាងបេះដូងពិតជាស្រស់ស្អាតខ្លាំងណាស់ខ្ញុំគិតថាបងប្អូនប្រកាសជាពេញចិត្តបាទរបៀបក្រងរបស់វាដូចជាមិនមានអីសាំញ៉ាំទេបងប្អូនចូលមកទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនប្រកាសជាអាចក្រងបានដូចខ្ញុំដែរចាប់ផ្ដើមដំបូងគេដូចរាល់ដងបងប្អូនខ្ញុំសូមបង្ហាញបងប្អូនពីសម្ភារៈដែលខ្ញុំយកមកប្រើក្នុងនោះដែរខ្ញុំមានអំបោះដល់ទៅ8សរសៃណោះបងប្អូនដែលមួយសរសៃប្រវែងវាតែ75សង់ទីម៉ែត្រទេហើយអំបោះដែលខ្ញុំយកមកប្រើហ្នឹងទំហំរបស់វា 0.8 មីលីម៉ែត្រចំណែកឯអំបោះមួយសរសៃចុងក្រោយគេនេះប្រវែងរបស់វាតែ25សង់ទីម៉ែត្រទេទំហំវាក៏ដូចគ្នាដែរខ្ញុំយកមកសម្រាប់ទុកផ្ចិតមុខខ្សែដៃកាំខ្ញុំប្រើ3គ្រាប់ដោយអាគ្រាប់ធំជាងគេនេះទំហំរបស់វា6មីលីម៉ែត្រនិង2គ្រាប់ទៀតតូចទេទំហំរបស់វា3មីលីម៉ែត្រទុកដាក់អមសងខាងកាំកដាលចំណែកឯសម្ភារៈជំនួយក្នុងការធ្វើដោយរាល់ដងបងប្អូនខ្ញុំមានបន្ទាត់កាត់ត្រៃដេកេសហើយនិងស្កុតចាប់ផ្ដើមដំបូងគេខ្ញុំយកអំបោះទាំង8សរសៃហ្នឹងដែលមានមួយសរសៃប្រវែង75សង់ទីម៉ែត្រហ្នឹងយកមកចាប់ចុងវាផ្គុំចូលគ្នាហើយបន្ទាប់មកខ្ញុំបត់ជា2យកដៃសកត់ចំណាំត្រង់ចំណុចកណ្ដាលរួចហើយខ្ញុំរៀបអំបោះឲ្យវាស្មើបងប្អូនមុនយើងក្រងតែក៏ប៉ុន្តែអំបោះវាប្រវែងគ្នាទេប៉ុន្តែយើងរៀបឲ្យស្មើអញ្ចឹងពេលដែលយើងយកទៅក្រងក៏ស្រួលមួយយ៉ាងដែររួចហើយខ្ញុំយកស្កុតមកបិទពីលើចំណាំហើយបត់វាពីក្រោមមកតង់ទៀតធ្វើបែបនេះធ្វើឲ្យអំបោះរបស់យើងនឹងល្អពេលដែលយើងបិទចំណាំរួចហើយខ្ញុំយកចំណុចត្រង់ស្កុតដែលយើងបិទចំណាំមិញហ្នឹងទៅគៀបជាមួយនឹងតគៀបធ្វើម៉េចមុននឹងយើងក្រងយើងគៀបឲ្យវាជាប់ងាយស្រួលក្នុងការក្រងញែកអំបោះចេញពីគ្នាខ្ញុំលើកបង្ហាញបងប្អូនគឺអំបោះ2នៅកណ្ដាលអញ្ចឹងខ្ញុំវត្តអំបោះដែលនៅខាងស្ដាំហ្នឹងឡើងទៅខាងឆ្វេងដើម្បីធ្វើជាខ្សែបង្គោលបន្ទាប់មកខ្ញុំយកអំបោះដែលនៅខាងឆ្វេងបោះដែលខ្ញុំពាត់ទៅមិញហ្នឹងពាត់ឡើងមកចងនឹងខ្សែបង្គោលដែលខ្ញុំពាត់ទៅខាងឆ្វេងហ្នឹងការចងខ្ញុំចងចំនួន2ដងចាបន្ទាប់មកយើងយកអំបោះបន្ទាប់មកទៀតនៅខាងឆ្វេងបន្ទាប់មកទៀតចង2ដងដូចគ្នាអញ្ចឹងពេលហ្នឹងមិញហ្នឹងយើងចងជាមួយខ្សែបង្គោលគឺយើងប្រើអំបោះ3សរសៃបន្ទាប់មកនេះ3សរសៃនេះបងប្អូនខ្ញុំញែកទៅខាងឆ្វេង2សរសៃខ្ញុំទុកមួយសរសៃយកទៅពាត់ទៅខាងស្ដាំធ្វើជាខ្សែបង្គោលបន្ទាប់មកខ្ញុំយកអំបោះខាងស្ដាំចាប់ផ្ដើមពាត់ឡើងមកចងជាមួយនឹងខ្សែបង្គោលដែលខ្ញុំវត្តទៅមិញចំនួន2ដងដូចគ្នាចាការចងហ្នឹងខ្ញុំចងតែអំបោះ2សរសៃនៅអមសងខាងអំបោះកដាលទេចំណែកឯអំបោះដែលគៀនគេខាងឆ្វេងខាងស្ដាំខ្ញុំអត់ទាន់ប្រើទេបន្តមកទៀតខ្ញុំចាប់ដើមនេះខ្ញុំបង្ហាញបងប្អូនដូចគ្នាដែរគឺអំបោះកដាលដូចគ្នាចាអញ្ចឹងអំបោះដែលនៅចំកដាល2ហ្នឹងនេះខ្ញុំបង្ហាញបងប្អូនមានអំបោះខាងស្ដាំខាងឆ្វេងខ្ញុំយកអំបោះដែលនៅខាងស្ដាំយកមកអុជសម្រួចវាព្រោះអីយើងត្រូវដោតកាំត្រង់កន្លែងហ្នឹងចាខ្ញុំសម្រួចវាហើយខ្ញុំយកកាំមកដោតវាកាំនេះគឺកាំដែលធំជាងគេទំហំរបស់វា6លីរុញឲ្យកាប់បន្ទាប់មកយើងទុកសិនប៉ុន្តែកន្លែងពេលដែលយើងដោតកាំហើយយើងពាត់អំបោះហ្នឹងមកខាងឆ្វេងណាបងប្អូនអញ្ចឹងខ្ញុំទុកសិនខ្ញុំចាប់ខ្សែបង្គោលដែលអំបោះខ្ញុំក្រងលើកមុនជាមួយនឹងខ្សែពាត់ចងនៅខាងក្រោមវាណាខ្ញុំវត្តកតុយអំបោះដែលពាត់ចងហ្នឹងចេញទៅខាងឆ្វេងវិញហើយខ្ញុំពាត់ឡើងមកចងជាមួយនឹងខ្សែបង្គោលខ្ញុំធ្វើបែបនេះដើម្បីឲ្យទម្រង់នៃការក្រងរបស់យើងហ្នឹងវាងាកមកខាងស្ដាំវិញអញ្ចឹងវាមានរាងកោងចាចង2ដងហើយខ្ញុំចាប់អំបោះដែលដោតកាំណារុញកាំទៅឲ្យកាប់យកមកពាត់មកខាងឆ្វេងរុញមកខ្សែក្រោមខ្សែបង្គោលហើយពាត់ឡើងទៅចងជាមួយនឹងខ្សែបង្គោល
ចាកន្លែងហ្នឹងយើងរុញឲ្យកັບបងប្អូនដើម្បីឲ្យកម្មរបស់យើងហ្នឹងវាហាប់ណែនបានល្អបើសិនជាយើងរុញអត់កັບចងអត់តឹងទេកម្មរបស់យើងក៏វាអត់ហាប់ណែនបានល្អដែរបន្ទាប់មកខាងឆ្វេងដូចគ្នាបងប្អូនខ្ញុំចាប់យកខ្សែបង្គោលដែលយើងចងពាត់លើកមុនហ្នឹងយកមកចងជាមួយនឹងបោះចំនួន2ចំនួន2សរសៃដូចគ្នានឹងចុងក្រោយគេខ្សែបង្គោលទាំងពីរហ្នឹងខ្ញុំយកមកផ្គុំគ្នាដោយខ្ញុំពាត់ខ្សែបង្គោលខាងស្ដាំមកឡើងមកខាងឆ្វេងធ្វើជាខ្សែបង្គោលចំណែកខ្សែបង្គោលខាងឆ្វេងខ្ញុំដាក់រុញទៅក្រោមធ្វើជាខ្សែពាត់ចងវិញម្ដងចាចងចំនួន2ដងរឹតឲ្យតឹងរឹតឲ្យកັបត្រង់កន្លែងនេះបងប្អូននេះយើងខ្ញុំឡើងមកទៅជាខាងឆ្វេងខ្ញុំចាប់ប្រើអំបោះដែលនៅគៀនគេដែលយើងអត់ទាន់បានប្រើទេឥឡូវហ្នឹងខ្ញុំចាប់ប្រើដោយខ្ញុំពាត់វាមកខាងស្ដាំធ្វើជាខ្សែបង្គោលកងនៅលើអំបោះចំនួន3សរសៃនៅខាងឆ្វេងចាបន្ទាប់មកខ្ញុំយក3សរសៃដែលនៅខាងក្រោមហ្នឹងឡើងមកពាត់ចងជាមួយនឹងខ្សែបង្គោលចំនួន2ដងដូចគ្នាងាកមកខាងស្ដាំក៏ធ្វើដូចគ្នាដែរបងប្អូនពាត់ខ្សែដែលនៅខាងលើគេហ្នឹងធ្វើជាខ្សែបង្គោលបងប្អូនខ្សែបង្គោលគឺត្រូវតែនៅលើគេចំណែកឯខ្សែដែលនៅខាងក្រោមយើងជាអ្នកពាត់ចងចុងក្រោយខ្សែបង្គោលទាំងពីរហ្នឹងខ្ញុំយកមកផ្គុំគ្នាទៀតហើយដោយពាត់ខ្សែបង្គោលខាងស្ដាំមកខាងឆ្វេងនៅពីលើធ្វើជាខ្សែបង្គោលចំណែកឯខ្សែខាងឆ្វេងខ្ញុំពាត់ទៅក្រោមធ្វើជាខ្សែតាក់ចងមកដល់ថងនេះខ្ញុំដោះវាចេញហើយបងប្អូនខ្ញុំដោះក្រងបានមួយចំហៀងហើយអញ្ចឹងខ្ញុំដោះចេញខ្ញុំងាកទៅក្រងចំហៀងមួយចំហៀងទៀតវិញម្ដងចាដោយពេលដែលយើងដោះចេញហើយយើងយកខ្សែដៃរបស់យើងហ្នឹងទៅគៀបវិញត្រង់កន្លែងនេះបងប្អូនដល់កន្លែងវគ្គដោតកម្មទៀតហើយដោតកម្មដែលខ្ញុំដោតខ្ញុំត្រូវដោតគៀនអញ្ចឹងខ្ញុំយកខ្សែដែលនៅគៀនគេខាងឆ្វេងនិងខាងស្ដាំមកអុជសម្រួចហើយខ្ញុំដោតកម្មដែលមានទំហំ3លីហ្នឹងចូលរួចហើយខ្ញុំងាកមកធ្វើខាងឆ្វេងមុនគេដោយខ្ញុំពាត់ខ្សែដែលដោតកម្មមិញហ្នឹងឡើងមកលើធ្វើជាខ្សែបង្គោលកងនៅលើអំបោះ3សរសៃនៅខាងឆ្វេងបន្ទាប់មកខ្ញុំពាត់អំបោះទាំង3សរសៃហ្នឹងឡើងមកចងជាមួយនឹងខ្សែបង្គោលចំនួន2ដងចាគឺយើងពាត់ចង2ដងហើយរឹតឲ្យតឹងរឹតឲ្យស្មើពេលដែលចងរួចហើយខ្ញុំទុកសិនខ្ញុំងាកមកធ្វើខាងស្ដាំដូចគ្នាដែរដោយពាត់ខ្សែដែលដោតកម្មឡើងមកធ្វើជាខ្សែបង្គោលចាពេលដែលចងរួចហើយបងប្អូនចុងក្រោយខ្សែបង្គោលទាំងពីរដែលយើងចងមកជួបគ្នាហ្នឹងគឺដូចលើកមុនដែរដោយពាត់ខ្សែខាងស្ដាំមកធ្វើជាខ្សែបង្គោលនៅខាងលើនិងខ្សែខាងឆ្វេងពាត់តាក់ចងខ្សែបង្គោលចារឹតឲ្យតឹងទាញឲ្យស្មើមកដល់កន្លែងនេះខ្ញុំចាប់ផ្ដើមធ្វើពីក្រោមទៅវិញបងប្អូនដោយយកខ្សែបង្គោលខាងស្ដាំមិញហ្នឹងខ្ញុំអត់ទាន់ប្រឡែងទេខ្ញុំចាប់ផ្ដើមលូកទៅចាប់ខ្សែខាងឆ្វេងម្ដងមួយសិនយកមកចងជាមួយនឹងខ្សែបង្គោលដែលបន្តពីខាងស្ដាំទៅហ្នឹងណាបងប្អូនខ្ញុំតាក់ចង8ដងប៉ុន្តែត្រង់កន្លែងចងនេះដោយសារតែគម្លាតនៃការចងវាវែងចំដល់ទៅ8ដងដូច្នេះពេលដែលខ្ញុំចងគឺខ្ញុំអត់ពាត់ចងទិសដៅតែមួយទេដោយខ្ញុំបវល់ខ្សែចងហ្នឹងម្ដងខាងឆ្វេងម្ដងខាងស្ដាំអញ្ចឹងបានន័យថាយើងពាត់ខាងឆ្វេងម្ដងខាងស្ដាំម្ដងចំណែកឯខាងស្ដាំក៏ដូចគ្នាដែរកន្លែងហ្នឹងយើងចងចំនួន8ដងបងប្អូនពេលដែលយើងចងចំនួន8ដងរួចទាំងពីរហើយចុងក្រោយគឺខ្សែបង្គោលទាំងពីរយើងយកមកផ្គុំគ្នាដូចលើកមុនដែរដោយដាក់ខ្សែបង្គោលខាងស្ដាំកងលើខ្សែបង្គោលខាងឆ្វេងហើយយកខ្សែបង្គោលខាងឆ្វេងមកពាត់ចងចំនួន2ដងពាត់ចង2ដងរួចហើយយើងសេរីអំបោះទុកម្ដុំខ្ញុំឡើងមកធ្វើនៅតិចខាងឆ្វេងវិញម្ដងដោយខ្ញុំចាប់អំបោះរាប់ពីលើមកខ្ញុំចាប់អំបោះទី2ទាញធ្វើខ្សែបង្គោលហើយលូកដៃទៅចាប់អំបោះទី1ខាងលើយកមកចុះក្រោមមកតាក់ចងជាមួយខ្សែបង្គោលត្រង់កន្លែងហ្នឹងក៏ដូចគ្នាដែរបងប្អូន
គឺយើងតាក់ចងចំនួន12ដងអញ្ចឹងដើម្បីកុំឲ្យមើលទៅវាអត់ស្អាតអញ្ចឹងយើងការតាក់ចងហ្នឹងខ្ញុំពាត់អំបោះដែលសម្រាប់តាក់ចងហ្នឹងពាត់ម្ដងទៅឆ្វេងម្ដងទៅស្ដាំរហូតដល់គ្រប់ចំនួន12គ្រាប់ចាការចងបែបនេះធ្វើឲ្យចំណងរបស់យើងមើលទៅស្មើបានល្អចាពេលដែលយើងចងឲ្យបានចំនួន12គ្រាប់ហើយពេលហ្នឹងអំបោះវាកន្លែងហ្នឹងយើងចងឲ្យវារៀងវែងអញ្ចឹងខ្ញុំរុញឡើងលើបន្តិចរួចហើយខ្សែបង្គោលហ្នឹងខ្ញុំអត់តន់ប្រឡែងទេខ្ញុំហួសមកកងលើអំបោះខាងក្រោមហើយបន្ទាប់មកខ្ញុំចាប់ទាញអំបោះខាងក្រោមហ្នឹងមកតាក់ចងចំនួន2ដងរបៀបតាក់ចងក៏ដូចខ្ញុំតែងតែប្រាប់បងប្អូនជារឿយៗដែរយើងរុញវាធ្វើម៉េចចងឲ្យវាកឹបបានស្អាតហើយរឹតឲ្យស្មើដែរចាតាក់ចងចំនួន2ដងហើយបន្ទាប់មកយើងបន្តមកទៀតខ្សែបង្គោលហ្នឹងយើងបន្តមកទៀតតាក់ចងនៅជាមួយនឹងកតុយខ្សែខាងក្រោមមកតសៃទៀតចំនួន2ដងដូចគ្នាចារួចហើយយើងវែកអំបោះទៅមួយចំហៀងឡើងមកធ្វើនៅតិចខាងស្ដាំវិញម្ដងដោយធ្វើតិចខាងស្ដាំហ្នឹងក៏ដូចគ្នាដែរបងប្អូនដោយយើងពាត់អំបោះចងចំនួន12ដងដូចគ្នាពាត់ទៅឆ្វេងទៅស្ដាំចាដូចខាងឆ្វេងដែរពេលដែលពាត់ចងហើយបន្ទាប់មកខ្សែបង្គោលយើងហួសមកចងជាមួយនឹងខ្សែខាងក្រោម2ទៀតនឹងពេលដែលមកដល់ហ្នឹងគឺមកដល់អស់ហើយមកដល់ខ្សែបង្គោលទាំងពីរជួបគ្នាអញ្ចឹងយើងធ្វើដូចលើកមុនដែរដោយយកខ្សែខាងស្ដាំមកកងលើខ្សែខាងឆ្វេងហើយចាប់ខ្សែខាងឆ្វេងមកតាក់ចងចាបងប្អូននៅត្រង់កន្លែងនេះខ្សែបង្គោលហ្នឹងខ្ញុំអត់ប្រឡែងទេខ្សែបង្គោលដែលពាត់ពីខាងស្ដាំមកខ្ញុំអត់ប្រឡែងទេខ្ញុំបន្តចងទៀតធ្វើម៉ូដដូចខាងលើដែរប៉ុន្តែគ្រាន់តែតង់ទី2នេះគឺយើងធ្វើតូចជាងលើកមុនរូបបេះដូងរបស់យើងហ្នឹងគឺទៅជាតូចជាងមុនដោយខ្ញុំតាក់ចងកន្លែងនេះតែ4ដងទេចាមកចំហៀង4ដងចំណែកឯខាងស្ដាំក៏4ដងដូចគ្នាចាពេលដែលតាក់ចង4ដងហើយយកខ្សែបង្គោលទាំងពីរហ្នឹងជួបគ្នាដាក់កងលើគ្នាដាក់ខាងស្ដាំកងលើឆ្វេងហើយតាក់ចងចំនួន2ដងទៀតធ្វើបែបនេះហើយខ្ញុំប្រឡែងទុកសិនខ្ញុំឡើងទៅធ្វើតិចខាងស្ដាំដែរទៅធ្វើតិចខាងឆ្វេងវិញម្ដងការធ្វើហ្នឹងក៏ដូចខាងលើដែរបងប្អូនគ្រាន់តែថាការតាក់ចងនេះយើងតាក់ចងចំនួនតែ8ដងទេកន្លែងនេះខាងលើ12ដងចំណែកខាងក្រោម8ដងពេលដែលតាក់ចងចំនួន8ដងរួចហើយខ្សែបង្គោលហ្នឹងខ្ញុំអត់ទាន់ប្រឡែងទេហួសមកកងលើអំបោះ2សរសៃដែលនៅគូតនៅខាងក្រោមហ្នឹងចំនួន2សរសៃដោយពាត់ចងមួយសរសៃចំនួន2ដងដូចគ្នា2ដងចាពេលដែលយើងធ្វើខាងឆ្វេងរួចហើយងាកមកធ្វើខាងស្ដាំក៏ដូចគ្នាដែរបងប្អូនរបៀបធ្វើដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺម៉ូដរបស់វានេះយើងមើលមួយផ្លែតយើងគិតថាពិបាកប៉ុន្តែរបៀបចងរបៀបក្រងបើយើងមើលឲ្យចប់គឺអត់មានអីពិបាកទេវាដដែលដូចគ្នាទេចាតាក់ចងរួចហើយចុងក្រោយខ្សែបង្គោលទាំងពីរជួបគ្នាហ្នឹងដាក់កងគ្នាយើងតាក់ចងចំនួន2ដងទៀតតែត្រង់កន្លែងនេះបងប្អូនវាខុសពីលើកមុនដោយខ្សែបង្គោលខាងស្ដាំហ្នឹងខ្ញុំអត់ប្រឡែងវាទៅខាងស្ដាំទៀតទេខ្ញុំពាត់ខ្សែចងត្រឡប់មកខាងឆ្វេងវិញហើយខ្សែបង្គោលខ្ញុំពាត់ទៅខាងស្ដាំវិញបន្ទាប់មកលោកដៃទៅយកអំបោះខាងលើមកតសៃយកមកពាត់ចងនឹងខ្សែបង្គោលដែលខ្ញុំធ្វើបន្តពីលើមកបងប្អូនពាត់ចងចំនួន2ដងទៀតដើម្បីឲ្យខ្សែបង្គោលឲ្យម៉ូដរបស់យើងហ្នឹងងាកទៅខាងស្ដាំវិញចាពេលដែលខ្ញុំពាត់ចងហើយខ្ញុំងាកមកធ្វើខាងឆ្វេងដូចគ្នាយកខ្សែបង្គោលហ្នឹងពាត់មកខាងឆ្វេងវិញហើយលោកទៅយកអំបោះខាងលើមកតសៃយកមកពាត់ចងចំនួន2ដងដូចគ្នាអញ្ចឹងម៉ូដរបស់យើងគឺម៉ូដដែលខ្សែបង្គោលមកពីខាងស្ដាំងាកទៅខាងស្ដាំខាងឆ្វេងងាកទៅខាងឆ្វេងបន្ទាប់មកខ្ញុំឡើងមកធ្វើនៅតិចខាងស្ដាំវិញម្ដងដោយយកខ្សែទី2ធ្វើជាខ្សែបង្គោលហើយបន្ទាប់មកលោកទៅចាប់ខ្សែទី1យកមកតាក់ចងចំនួន4ដងចា2 3 4ពេលដែលតាក់ចងចំនួន4ដងហើយយើងដាក់ខ្សែបង្គោលរបស់យើងនឹងចុះមកទៀតដោយកងនៅលើអំបោះខាងស្ដាំ
ចំនួន2ទៀតសរសៃទៀតហើយតាក់ចងចំនួន2ដងដូចគ្នាចារុញឲ្យកឹបរឹតឲ្យតឹងចំនួន2ដង1 2ចាពេលដែលហើយបន្ទាប់មកយើងទាញមកសរសៃទៀតដែលនៅខាងឆ្វេងយើងញែកមើលផងបងប្អូនដោយសារកន្លែងហ្នឹងវាអាចច្រឡំគ្នាចានៅខាងស្ដាំដូចគ្នាហ្នឹងចំនួន2ដងទៀត1 2ពេលដែលយើងធ្វើរួចហើយខាងស្ដាំយើងងាកមកធ្វើខាងឆ្វេងដូចខាងស្ដាំដែរដោយយកអំបោះទី2ធ្វើជាខ្សែបង្គោលហើយលូកយកអំបោះពីខាងលើមកតាក់ចងចំនួន4ដងហួសមកចងអំបោះ2ដងនៅខាងក្រោមទៀតរួចហើយត្រង់កន្លែងនេះក៏អត់ដូចលើមុនដែរបងប្អូនយើងបដូរទិសដៅដោយខ្សែបង្គោលជួបគ្នាខ្ញុំបដូរទិសដៅយកខ្សែបង្គោលខាងឆ្វេងមកកងលើខ្សែបង្គោលខាងស្ដាំហើយយកអំបោះដែលខ្សែបង្គោលខាងស្ដាំហ្នឹងមកពាត់ចងវិញពាត់ចងចំនួន2ដងរួចហើយខ្ញុំប្រឡែងបោះដែលតាក់ចងហ្នឹងខ្ញុំប្រឡែងបោះហើយខ្ញុំទៅចាប់យកអំបោះខាងស្ដាំនៅខាងលើមកតាក់ចងជាមួយនឹងខ្សែបង្គោលចំនួន8ដងទៀតដោយខ្សែបង្គោលរក្សានៅខាងលើដដែលយើងត្រឡប់អំបោះខាងសម្រាប់តាក់ចងម្ដងខាងឆ្វេងម្ដងខាងស្ដាំពេលដែលយើងតាក់ចងចំនួន8ដងរួចហើយងាកមកធ្វើខាងឆ្វេងវិញម្ដងចំនួន8ដងដូចគ្នាបងប្អូន8ដងរួចរាល់យើងដាក់ខ្សែបង្គោលទាំងពីរជួបគ្នាដោយបដូរទិសដៅយកខ្សែខាងឆ្វេងមកកងលើខាងស្ដាំយកខាងខ្សែខាងស្ដាំមកតាក់ចងរួចហើយកន្ទុកខ្សែបង្គោលដែលយើងរុញពីខាងឆ្វេងមកខាងស្ដាំហ្នឹងយើងអត់តន់ប្រឡែងទេខ្ញុំបន្តដោយលូកចាប់ខ្សែខាងលើមកចងប៉ុន្តែត្រង់កន្លែងនេះយើងចងតែ4ដងទេអត់8ដងដូចខាងលើទេចាទាំងឆ្វេងទាំងស្ដាំយើងធ្វើដូចគ្នានឹងចុងក្រោយគេនេះគឺយើងតាក់ចងហើយរួចរាល់ហើយបងប្អូនម៉ូតរបស់យើងគឺមានតែប៉ុណ្្នឹងទេប៉ុន្តែមុននឹងខ្ញុំធ្វើខ្សែតួខ្សែដៃខ្ញុំធ្វើម៉ូតវាបន្តិចដោយពាត់អំបោះនៅខាងឆ្វេងពីលើគេឡើងមកធ្វើជាខ្សែបង្គោលនិងយកខ្សែខាងក្រោមមកតាក់ចងចំនួន2ដងអញ្ចឹងនៅមកដល់ខាងចុងនេះបងប្អូនអំបោះមាន4ខ្សែខ្ញុំអត់ធ្វើម៉ូតអីច្រើនទេដោយខ្ញុំយកអំបោះទាំង4ខ្សែហ្នឹងមកក្រងចូលគ្នាតែម្ដងម៉ូតខ្សែដៃរបស់យើងបើយើងនិយាយទៅមួយចំហៀងប្រវែងរបស់វាតែ5សង់ទីម៉ែត្រទេអញ្ចឹងបូកសរុបចូលគ្នាគឺ10សង់ទីម៉ែត្រអញ្ចឹងខ្សែដៃរបស់យើងគឺអត់ទាន់គ្រប់គ្រាន់ទេបងប្អូនអញ្ចឹងយើងក្រងនៅក្រងហ្នឹងគឺវាមានតួខ្សែដៃដែរអញ្ចឹងនៅពេលដែលយើងក្រងយើងទុករៀងវែងដែរដោយក្នុងនោះដែរខ្ញុំក្រងហើយខ្ញុំគួចចងកតុយវាខ្សែដែលខ្ញុំក្រងហ្នឹងប្រហែលជាពី10ទៅ11សង់ទីម៉ែត្រគួចចងរឹតឲ្យតឹងឲ្យជាប់កតុយអំបោះដែលនៅសល់យើងកាត់ចោលសម្អាតអុចរោលភ្លើងវាជាការស្រេចចាបងប្អូននេះមើលមកខ្សែដៃរបស់ខ្ញុំក្រងរួចរាល់ហើយចំណែកមួយចំហៀងទៀតក៏យើងធ្វើដូចមិញដែរដូចម៉ូតមិញដែរខ្សែដៃក្រងដែលខ្ញុំបង្ហាញបងប្អូនថ្ងៃនេះរួចរាល់ហើយបងប្អូននៅតែចុងក្រោយយើងចងចំណងផ្ចិតមុខជាការស្រេចចំណងផ្ចិតមុខបងប្អូនអាចចងតាមម៉ូតដែលបងប្អូនចង់ធ្វើបានយើងចងធ្វើម៉េចដើម្បីឲ្យងាយស្រួលក្នុងការហូតចេញហូតចូលបានព្រោះអីខ្សែដៃរបស់យើងក្រងពីអំបោះបើសិនជាយើងអត់ធ្វើអាចហូតចេញហូតចូលបានទេពិបាកក្នុងការពាក់ពិបាកក្នុងការដោះម៉ូតខ្សែដៃដែលខ្ញុំក្រងបង្ហាញបងប្អូនថ្ងៃនេះមកដល់ទីបញ្ចប់ហើយម៉ូតនេះចំពោះខ្ញុំគឺខ្ញុំគិតថាស្រស់ស្អាតមែនតែនខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តចំពោះបងប្អូនខ្ញុំគិតថាបងប្អូនប្រកាសជាពេញចិត្តដូចខ្ញុំដែរអរគុណពុកម៉ែបងប្អូនដែលចូលមកទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ចំពោះអ្នកថ្មីជួយ Subscribe Channel មូមូក្រាស់ម្នាក់មួយផងបងប្អូននឹងទទួលបានវីដេអូថ្មីបន្តទៀតអរគុណជម្រាបលាបាយបាយ